វីដេអូនេះគឺខ្ញុំចង់ចែករំលែកពីសញ្ញាគ្រោះថ្នាក់ទាំង10ដែលព្រមានថាបងប្អូនកំពុងតែមានជំងឺលើសជាតិខ្លាញ់នៅក្នុងឈាមហើយចឹងធ្វើឲ្យបងប្អូនមានការប្រយ័ត្ននិងថែទាំសុខភាពបានសុខភាពល្អទាន់ពេលវេលាមុនពេលដែលខ្ញុំជម្រាបប្រាប់បងប្អូននៅសញ្ញាប្រកាសអាសន្នទាំង10ដែលបញ្ជាក់ថាបងប្អូនកំពុងតែមានការសល់ជាតិខ្លាញ់ពពួកកូលេស្តេរ៉ុលនៅក្នុងឈាមខ្ញុំក៏ឆ្លៀតឱកាសដើម្បីគោរពជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងមុននឹងបងប្អូនយល់ពីសញ្ញាទាំង10នេះបងប្អូនត្រូវដឹងអំពីថាតើហេតុអ្វីបានជាយើងចាល់ជាតិខ្លាញ់នៅក្នុងសរសៃឈាមច្រើនអញ្ចឹងមិនខុសទេបងប្អូនណាអ្វីដែលយើងបរិភោគប្រចាំថ្ងៃគឺអាហារដែលមិនមានផាសុកភាពទាល់តែសោះអញ្ចឹងធ្វើឲ្យជាតិខ្លាញ់ទាំងអស់ក្រោយពីសរីរាង្គត្រូវការរួចហើយក៏វាបញ្ជូនពពួកខ្លាញ់ដែលមិនល្អហ្នឹងចូលទៅស្តុកចូលទៅស្អិតជាប់បង្កជាកំណកខ្លាញ់នៅតាមជញ្ជាំងសរសៃឈាមកំណកខ្លាញ់ទាំងអស់នោះវាមានសភាពដូចជាក្រមួនដូចជាអីមួយដែលស្អិតដែលតោងដែលជាប់នៅក្នុងសរសៃឈាមរបស់យើងដោយដែលរូបភាពដែលខ្ញុំបានជម្រាបចឹងអញ្ចឹងវាជាការពិតណាស់ប្រសិនណាបើសិនជាកំណកខ្លាញ់ទាំងអស់នោះវាតោងជាប់វារុំជាប់ឬក៏វាអាចបណ្ដាលឲ្យស្ទះនៅសរសៃឈាមណាមួយវាធ្វើឲ្យលំហូរឈាមទាំងអស់មិនអាចទៅចិញ្ចឹមសរីរាង្គយើងបាននោះទេជាក់ស្ដែងដូចជាជំងឺបេះដូងមានន័យថាកំណកខ្លាញ់ទាំងអស់វាកំពុងតែស្អិតជាប់ទុំជាប់ឬក៏ស្ទះនៅតំបន់បេះដូងធ្វើឲ្យបងប្អូនមានជំងឺបេះដូងឬក៏ជំងឺកាំងបេះដូងតែម្ដងនៅខួរក្បាលស្អិតនៅជាប់ខួរក្បាលធ្វើឲ្យបងប្អូនមានជំងឺដាច់សរសៃឈាមខួរក្បាលអញ្ចឹងនៅពេលនេះគឺយើងត្រូវចែកជាតិខ្លាញ់ជាពីរទី1គឺខ្លាញ់កូលេស្តេរ៉ុលបងប្អូនចែកជាពីរទី1គឺពពួកខ្លាញ់ LDL ជាខ្លាញ់អាក្រក់ខ្លាញ់អាក្រក់គឺជាខ្លាញ់ដែលកកស្ទះដែលសល់ពីការចំណាយរបស់សរីរាង្គហើយវាបង្កទៅជាកំណកខ្លាញ់បន្ទះខ្លាញ់ដែលស្អិតនៅជាប់សរសៃឈាមហើយទី2គឺពពួកខ្លាញ់ល្អគឺ HDL HDL ហ្នឹងLDL អាក្រក់HDL ល្អអញ្ចឹង HDL វាធ្វើយ៉ាងម៉េចដែលហៅថាវាជាខ្លាញ់ប្រភេទល្អអញ្ចឹងកាលណាចំនួន HDL វាមានច្រើនគឺវាជួយជំរុញពពួក LDL អាក្រក់ហ្នឹងឲ្យចេញពីក្នុងសរសៃឈាមតាមរយៈការបន្ទោបង់ឬក៏តាមរយៈទឹកនោមហើយ LDL ដែលមានចំនួនមិននៅក្នុងឈាមយើង LDL គឺមិនត្រូវឲ្យវាមានច្រើនជាង100មីលីក្រាមនៅក្នុង1ដេស៊ីលីត្រទេបងប្អូនណាហើយ HDL គឺត្រូវមានច្រើនជាង50ឡើងទៅហ្នឹងជាការល្អអញ្ចឹងបងប្អូននឹងស្រាប់ហើយថាប្រសិនណាជាបងប្អូនមានជំងឺលើសជាតិខ្លាញ់ហើយជំងឺផ្សេងទៀតដែលបានមកពីជំងឺលើសជាតិខ្លាញ់ឧទាហរណ៍ជំងឺបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលជំងឺតម្រងនោមជំងឺជាច្រើនផ្សេងទៀតជាជំងឺស្ទះសរសៃឈាមជើងជំងឺលើសសម្ពាធឈាមព្រិលភ្នែកឥឡូវនេះយើងចូលដល់សញ្ញាទាំង10ដែលបញ្ជាក់ថាបងប្អូនកំពុងមានការលើសជាតិខ្លាញ់នៅក្នុងឈាមទី1គឺបងប្អូនចាប់អារម្មណ៍ទៅលើការឈឺទ្រូងឈឺទ្រូងទាំងនេះហើយដែលបើយើងគិតទៅគឺបណ្ដាលឲ្យឈឺទ្រូងមានន័យថាកំណកខ្លាញ់ចាល់ជាតិខ្លាញ់នៅក្នុងសរសៃឈាមតូចដែលទៅចិញ្ចឹមបេះដូងអញ្ចឹងកាលណាវាស្ទះឬក៏វាជិតលំហូរឈាមនាំទៅចិញ្ចឹមបេះដូងអត់បានល្អទេបានតិចតួចដូច្នេះហើយវាធ្វើឲ្យមានការឈឺទ្រូងតកតងរឿងស្បែកស្បែកយើងបងប្អូនពិនិត្យទៅដុំស្បែកអ្នកខ្លះមើលទៅខ្លាញ់នៅលើស្បែករាងមានដូចដុំខ្លាញ់ពកពេញស្បែកហ្នឹងឃើញបើមនុស្សស្រីវិញសឹងអត់ហ៊ានគេហៅថាស្លៀកខោខ្លីទេដោយសារ
វាមើលទៅឃើញដូចមានដុំខ្លាញ់ននស្បែកនឹងពោចឹងណាបងប្អូនទាំងនេះហើយក៏សបញ្ជាក់ថាបងប្អូនមានជំងឺលើសជាតិខ្លាញ់ពពុះកូលេស្តេរ៉ុលបាទហើយពិបាកដកដង្ហើមដង្ហើមខ្លីបាទ hot top ដង្ហើមនេះបងប្អូនបាទនេះក៏អញ្ចឹងដែរបងប្អូនណាគឺមានន័យថាកំណត់ជាតិខ្លាញ់បាននៅក្នុងសរសៃឈាមរបស់បងសាច់ឈាមទៅចិញ្ចឹមបេះដូងរបស់បងប្អូនបាទហើយវាច្របាច់បេះដូងច្របាច់ឈាមហ្នឹងទៅចិញ្ចឹមខួរក្បាលអត់បានល្អធ្វើយើងមានអារម្មណ៍ថាអស់កម្លាំងហត់អញ្ចឹងណាបងប្អូនបាទហើយទី2ស្ពឹកនៅតាមបាទចុងដៃចុងជើងស្ពឹកអីហ្នឹងជាសញ្ញាមួយគេហៅថាស្ទះសរសៃឈាមបាទជើងឬក៏បញ្ហានៅដៃបាទបងប្អូនបាទហើយទី5គឺតកតងនឹងការលើសសម្ពាធឈាមបាទលើសសម្ពាធឈាមបាទក៏ដូចគ្នាដែរបើសិនណាជាបងប្អូនមានជំងឺខ្លាញ់បាទកកស្ទះនៅក្នុងសរសៃឈាមច្រើនធ្វើឲ្យបេះដូងច្របាច់ឈាមមិនបានល្អគឺច្របាច់ខ្លាំងនៅពេលណាបេះដូងប្រឹងច្របាច់បាទវាធ្វើឲ្យសម្ពាធសរសៃឈាមឡើងនៅពេលដែលយើងយកសម្ពាធឈាមឃើញថាឡើងខ្ពស់បាទលើសពី140 150ឡើងទៅលើបាទទាំងនេះហើយក៏បញ្ជាក់ថាបងប្អូនមានជំងឺលើសឈាមដោយសារបាទខ្លាញ់នៅក្នុងសរសៃឈាមច្រើនពួកខ្លាញ់កូលេស្តេរ៉ុលច្រើនបាទទី6មានការឈឺក្បាលវិលមុខបាទដែលជាមូលហេតុមកពីឈាមទៅចិញ្ចឹមខួរក្បាលអត់គ្រប់បាទឈាមហើយនាំអុកស៊ីសែនទៅចិញ្ចឹមខួរក្បាលអត់គ្រប់បាទធ្វើឲ្យយើងបាត់បង់អុកស៊ីសែននៅខួរក្បាលអញ្ចឹងអាចធ្វើឲ្យយើងឈឺក្បាលធ្វើឲ្យយើងងងឹតមុខបានបាទទី7ឈឺជើងបាទឈឺនៅកំភួនជើងខ្លាំងបាទសញ្ញានេះសំខាន់ណាស់បាទគឺសញ្ញាឈឺជើងបងប្អូនកុំគិតទៅលើអីផ្សេងមកឲ្យតែមានឈឺជើងស្រួចស្រាវនៅកំភួនជើងដើរបានឈឺបាទបញ្ជាក់ថាបងប្អូនមានជំងឺស្ទះសរសៃឈាមនៅជើងបាទស្ទះសរសៃឈាមនៅជើងបាទបន្តិចទៀតវាអាចស្ទះនៅបេះដូងធ្វើឲ្យបងប្អូនមានជំងឺកាំងបេះដូងបានបាទហើយទី8គឺតកតងរឹងគំហើញបាទកាលណាដូចដែលខ្ញុំបានរៀបរាប់ខាងដើមចឹងសុទ្ធសឹងតែមកពីជំងឺបាទស្ទះសរសៃឈាមបាទស្ទះទៅជើងគឺស្ពឹកជើងខូចជើងស្ទះតាណាគឺខូចហ្នឹងហើយរបបកំហើញក៏ដូចគ្នាដែរកាលណាស្ទះសរសៃឈាមទៅចិញ្ចឹមពពួកប្រស្រីភ្នែកបាទវាខ្វះអុកស៊ីសែនវាខ្វះឈាមទៅចិញ្ចឹមវាធ្វើវាបាត់ភ្នែកនេះគឺវាបាត់កំហើញហ្នឹងវាថយជឿដូចគ្នាហើយទី9នេះក៏ដូចគ្នាដែរបងប្អូនណាសម្រាប់អ្នកធាត់បាទហើយមានជំងឺលើសខ្លាញ់នេះគឺតកតើរឿងផ្លូវភេទក៏ដូចគ្នាដែរគឺវាអត់មានឈាមគ្រប់គ្រាន់ដើម្បីចិញ្ចឹមអាប្អូនតូចរបស់យើងបាទគឺអត់មាននេះអញ្ចឹងអាការឡើងរឹងរបស់អាប្អូនតូចរបស់យើងគឺអាស្រ័យទៅលើបេះដូងច្របាច់ឈាមទៅចិញ្ចឹមវាបានគ្រប់គ្រាន់បានវាឡើងរឹងបានល្អតែបើអត់ទេតែឲ្យបងប្អូនចំណុចហ្នឹងបងប្អូនត្រូវចាំបាទវិបត្តិកំហើញទី10វិបត្តិកំហើញការឃើញនឹងដូចខ្ញុំបានប្រាប់ចឹងការចងចាំបាទការចងចាំការគិតរបស់យើងបាទធ្លាប់តែគិតប្រកែចងចាំលះបាទលេខទូរស័ព្ទមើលមួយផ្លែតចាំខ្ទេចបាទអញ្ចឹងក្រោយពីការលើសជាតិខ្លាញ់លើសកូលេស្តេរ៉ុលមកការចងចាំរបស់បងប្អូនបាទការគិតអីក៏បាទហាក់បីដូចជាភ័ន្តច្រឡំវង្វេងមិនចាំមិនគិតមិនបានល្អដូចមុនបាទទាំងនេះហើយក៏សបញ្ជាក់ថាបងប្អូនមានជំងឺលើសបាទជាតិខ្លាញ់ហើយអញ្ចឹងសញ្ញាកម្រៀងទាំង10នេះគឺបងប្អូនបានចាំហើយណាបើចាំហើយបងប្អូនអាចគិតខ្លួនឯងថាតើបងប្អូនមានសញ្ញាណាមួយក្នុងសញ្ញាទាំង10នេះអញ្ចឹងបើមានបងប្អូនគួរតែពិគ្រោះយោបល់បាទជាមួយគ្រូពេទ្យធ្វើការបូមឈាមបាទពិនិត្យមើលខ្លាញ់ទាំង3ប្រភេទបាទមានខ្លាញ់ល្អបាទមានខ្លាញ់អាក្រក់មានពពុះ triglyceride បាទនឹងណាបងប្អូនកុំភ្លេចបាទយើងចូលដល់ដំណោះស្រាយឬក៏ការគ្រប់គ្រងតកតងរឿងការឡើងបាទជាតិខ្លាញ់កូលេស្តេរ៉ុលហ្នឹងបាទអញ្ចឹងនិយាយតកតងរឿងការគ្រប់គ្រងក៏ដូចជាការគ្រប់គ្រងជាតិស្ករដូចគ្នាតកតងនឹង lifestyle change របស់យើងទាំងអស់គ្នាណាគឺយើងមានន័យថាយើងបរិភោគអាហារដែលសម្បូរទៅដោយ
បាទផាសុខភាពដែលជួយបេះដូងដែលពុំសូវមានជាតិខ្លាញ់ឧទាហរណ៍ថាម្ហូបឆាជៀនបំពងឬស្អីបង្កើតឡើងដោយខ្លាញ់ហ្នឹងគឺបងប្អូនអត់ត្រូវញ៉ាំវាទេព្រោះអាទាំងនេះហើយវាធ្វើឲ្យសល់ជាតិខ្លាញ់អាក្រក់ដែលបង្កឲ្យយើងមានជំងឺផ្សេងដូចដែលបានរៀបរាប់ខាងលើអញ្ចឹងណាបងប្អូនណាបាទហើយទី2គឺធ្វើលំហាត់ប្រាណបងប្អូនលំហាត់ប្រាណធ្វើឲ្យគុណភាពជីវិតរបស់យើងកាន់តែល្អកាន់តែប្រសើរឡើងអាយុអាចវែងជាងធម្មតាបាទវែងជាងអ្នកដែលមិនបានហាត់ប្រាណណាបងប្អូនណាអញ្ចឹងបងប្អូនពីថ្ងៃនេះទៅគួរតែនាំគ្នាបាទហាត់ប្រាណទាំងអស់គ្នាយ៉ាងហោចណាស់ក៏30នាទីទៅ40នាទីក្នុងមួយថ្ងៃ150នាទីក្នុងមួយអាទិត្យដែរណាបងប្អូនណាបាទបើសិនជាបងប្អូនមានគីឡូឡើងបាទឬក៏លើសគីឡូគេហៅថាជំងឺធាត់បងប្អូនត្រូវគ្រប់គ្រងត្រូវបញ្ចុះគីឡូបាទត្រូវធ្វើម៉េចឲ្យគីឡូមកជាគីឡូស្តង់ដាគីឡូមានផាសុកភាពបាទព្រោះបងប្អូនដឹងហើយការកើនឡើងពួក LDL និង triglycerid អត់ល្អទេបាទជះឥទ្ធិពលឲ្យយើងមានបញ្ហាទាំងអស់ណាបាទជក់បារីបាទព្រោះជក់បារីយើងដឹងហើយថាការកើនឡើងជាតិខ្លាញ់វាជំរុញឲ្យយើងមានការគាំងបេះដូងបាទផ្សែងបារីការជក់បារីក៏វាបង្ខំឲ្យជំងឺគាំងបេះដូងនោះគឺអាចកើតឡើងមុនកំណត់បានដែរអញ្ចឹងបងប្អូនត្រូវតែបញ្ឈប់ការជក់បារីផឹកស្រាបាទយើងត្រូវកំណត់ការផឹកស្រាមានផាសុកភាពឬក៏បញ្ឈប់ការផឹកទាំងស្រុងតែម្ដងបាទអញ្ចឹងកន្លែងផឹកស្រានេះអត់សូវបានហាមប្រមាណទេប៉ុន្តែឲ្យគួរឲ្យបងប្អូនគួរតែកំណត់ការផឹកប្រមាណអីប្រមាណបញ្ឈប់ប្រមាណអញ្ចឹងយើងមិនត្រូវឲ្យហូបលើសពីរង្វាស់នៃជាតិអាល់កុលទេបងប្អូនណាទី2គឺព្យាបាលដោយថ្នាំបាទចំណុចនេះសំខាន់ណាស់បងប្អូនទៅជួបលោកវេជ្ជបណ្ឌិតបាទដើម្បីពិគ្រោះពិភាក្សាដើម្បីធ្វើការបូមឈាមថាតើបងប្អូនហ្នឹងលើសនៅប្រភេទជាតិខ្លាញ់ណាបាទលើសប្រភេទជាតិខ្លាញ់ល្អអូខេជួយសុខភាពតែបើលើសជាតិខ្លាញ់អាក្រក់លើសជាតិខ្លាញ់ triglycerid បងប្អូនត្រូវតែព្យាបាលដោយពពួក statin បាទឬក៏ក្រុមថ្នាំផ្សេងទៀតសម្រាប់ទៅលើការព្យាបាលរបស់វេជ្ជបណ្ឌិតដែលបងប្អូនទៅពិគ្រោះយោបល់ជាមួយបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំអត់មានអីច្រើនទេមានតែលើកពីសញ្ញាគ្រោះថ្នាក់ទាំង10នៃការឡើងបាទជាតិខ្លាញ់ចែកជូនបងប្អូនទាំងអស់គ្នាដើម្បីឲ្យបងប្អូនទាំងអស់គ្នាត្រៀមខ្លួនឬបង្ការពារពីជំងឺកាយសាហាវមួយចំនួនដែលខ្ញុំបានរៀបរាប់បាទអញ្ចឹងសង្ឃឹមថាបងប្អូនបានមើលវីដេអូនេះហើយទុកវីដេអូនេះជាប្រយោជន៍ដើម្បីបងប្អូនអនុវត្តនិងធ្វើតាមជៀសវាងជំងឺណាអាចបាត់បង់ជីវិតមុនអាយុក៏អាចថាបានដែរបាទជាចុងក្រោយខ្ញុំក៏សូមឲ្យបងប្អូនជួយមើលជួយទស្សនាបាទជួយចុច Subscribe បាទដល់វីដេអូរបស់ខ្ញុំផងដោយសារខ្ញុំអត់លើកឡើងអីពីក្រៅពីគោលបំណងជួយឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អពីអ្វីដែលខ្ញុំបានចេះតិចតួចបាទចែករំលែកបទពិសោធន៍ទាំងនេះដល់បងប្អូនបាទអញ្ចឹងបាទខ្ញុំបាទសូមជម្រាបលា